សូមជូនរឿងពីងពាងនិងមេអំបៅពេលមេឃកំពុងតែអាប់អួរនិងព្យុះភ្លៀងខ្លាំងមានមេអំបៅមួយគ្រួសារបាននាំគ្នាហើរចូលរូងភ្នំដើម្បីគេចពីដំណក់ទឹកភ្លៀងគ្រាន់តែហើរចូលទៅដល់រូងភ្នំភ្លាមមេអំបៅជាបានិងមេក៏បានជាប់នៅក្នុងសម្បុកពីងពាងឃើញភ្លាមក៏ទាញសំណាំវាន់បន្ថែមហៀបនឹងបរិភោគក៏ត្រូវមេអំបៅទាំងពីរស្រែកអង្វរប៉ុន្តែពីងពាងមិនបានស្ដាប់ឡើយកូនមេអំបៅបានឃើញដូចនោះក៏ខំហើរទៅជិតហើយអង្វរថាសូមលោកពីងពាងស៊ីខ្ញុំជំនួសវិញចុះព្រោះឪពុកម្ដាយជាអ្នកមានគុណរបស់ខ្ញុំគាត់ចាស់អស់ហើយពីងពាងមិនព្រមដោយឆ្លើយថាឯងតូចណាស់អញស៊ីមិនឆ្អែតទេកូនមេអំបៅនឹកឃើញដល់ចាបជាមិត្តភក្តិមួយដែលរស់នៅជិតនោះក៏ប្រើឧបាយកលជាមួយនឹងពីងពាងថាបើខ្ញុំមួយមិនឆ្អែតខ្ញុំនឹងទៅនាំបងរបស់ខ្ញុំមកទៀតដើម្បីជាថ្នូរនឹងឪពុកម្ដាយខ្ញុំពីងពាងជាសត្វល្មោបគិតចង់បានចំណីច្រើនក៏ព្រមពន្យាពេលឲ្យកូនមេអំបៅទៅនាំគ្នាមកទៀតកូនមេអំបៅក៏ហើរទៅរកចាបហើយប្រាប់តាមដំណើររឿងមេចាបស្ដាប់ហើយក៏ឲ្យកូនមេអំបៅនាំទៅរូងភ្នំដើម្បីចឹកពីងពាងល្មោបនោះស៊ីជាចំណីទៅរីឯគ្រួសារមេអំបៅក៏បានរួចផុតពីទុក្ខទោសក្នុងគ្រានោះដែរបងប្អូនទាំងអស់គ្នាសម្រាប់គំនិតនៃរឿងភាពមិនចេះឆ្អាតឆ្អន់នឹងធ្វើឲ្យមនុស្សវង្វេងចូលប្រើគំនិតចំពោះគ្រប់កិច្ចការដោយមិនចាំបាច់ចំណាយកម្លាំង